នេះជាកូនកញ្ញូងដែលយើងបានដាំកាលពីរដូវវស្សានេះណាបងប្អូនបាទកាលពីរដូវវស្សាខ្ញុំបានដាំខ្ញុំបានថតបង្ហោះតែរួចហើយបងប្អូនបានឃើញហើយឥឡូវនេះវាប៉ុណ្្នេះហើយបងប្អូនបាទប៉ុណ្្នេះហើយនេះអានេះលាស់ត្រួយថ្មីមកហើយអានេះទើបតែនៅលាស់ត្រួយបាទទើបតែលាស់ត្រួយបាទក្នុងខែដើមឆ្នាំនេះខែ1ខែ2នេះខែ1នេះបងប្អូនខែ2នេះបងប្អូនចាប់ដើមលាស់ត្រួយហើយនេះបាទចឹងថ្ងៃនេះថ្ងៃទី13ខែ2 13កុម្ភៈបងប្អូនបាទលាស់ត្រួយដើមខ្លះក៏អត់ទាន់លាស់ទេបាទដើមខ្លះនៅស្លឹកចាស់នៅឡើយនេះបងប្អូនស្លឹកចាស់ដើមនេះលាស់ត្រួយបានខ្ពស់បងប្អូនលូតបានខ្ពស់ដែរនេះបាទនេះបាទខ្ពស់បាទនេះ1ម៉ែត្រជាងនេះខ្ពស់នេះត្រឹមផ្នែកខ្ញុំហ្នឹងនេះអញ្ចឹងបងប្អូនមានដីទនេទុកចោលអាចសាកល្បងដាំបានបាទសាកល្បងដាំបានឃើញរៀងវាលហ្នឹងតាមពិតវាជំរុះស្លឹកអស់បងប្អូននេះវាអត់ទាន់លាស់ត្រួយមកវិញទេឃើញដើមច្រើនគឺអត់ទាន់លាស់ត្រួយមកវិញដើមមួយចំនួនបានលាស់ហើយយើងដាំនេះដាំចោលទៅហ្មងណាបងប្អូនបាទគ្មានបានថែទាំដាក់ជីដាក់អីទេបាទដាំឲ្យចោលទៅហ្មងឲ្យវាដោះអញ្ចឹងបងប្អូនអាចពិចារណាក្នុងការដាំដោះកញ្ញូងដាំដោះធ្នង់ប្រភេទឈើប៉និតរបស់ខ្មែរយើងបានសម្រាប់បងប្អូនដែលមានដីទនេទុកចោលដីដែលអត់សូវមានជីជាតិដីដែលប្រើការអត់សូវបានហ្នឹងគឺអាចដាំបានហើយបាទហើយវាជាដំណាំមួយវែងឆ្ងាយ10-20ឆ្នាំក្រោយហ្នឹងគឺអាចនឹងបានតម្លៃបាទនេះអានេះលាស់ហើយបងប្អូនចាប់ដើមលាស់ចេញមកនេះលាស់នេះត្រួយបាទចេញមកខ្ចីលហកតែម្ដងបាទច្រើនដែរបាទដាំបានច្រើនដែរតែប្រហែលជាខែក្រោយអាចនឹងលាស់ត្រួយមកតែឈឹងតែឆៃឃើញខៀវសង្ងាត់វិញហើយបងប្អូនឥឡូវនេះវាដើមខ្លះគឺនៅរុះស្លឹកដើមខ្លះទើបតែលាស់មកទូចដើមខ្លះអត់ទាន់លាស់មកទេបាទដើមខ្លះអត់ទាន់លាស់មកទេបាទនេះចាញ់មកនេះបាទអានេះប្រភេទកញ្ញូងខ្មែរយើងបាទអរគុណបងប្អូនជូនប៉ុណ្នេះជាគំនិតបន្ថែមសម្រាប់បងប្អូនដែលមានដីទនេទុកចោលដីដែលអត់សូវមានជីជាតិដាំអីអត់សូវបានគឺអាចពិចារណាក្នុងការដាំដុះឈើប្រណិតខ្មែរយើងបាទមានកញ្ញូងមានធ្នង់មានបេងនាងនួនអីហ្នឹងហើយតម្លៃពូជហ្នឹងខ្ញុំឃើញគេលក់អត់ថ្លៃទេបងប្អូនបាទមួយកូនត្រឹមតែ2000អីទេហើយកូនស្អាតបាទ2000អីហ្នឹងកូនស្អាតអាចមកដាំបានអាចយកមកដាំបានតែម្ដងបាទអាចយកមកដាំបាន